តោះសួស្តីអ្នកគ្នាចឹងថ្ងៃនេះយើងមកធ្វើ quiz ទាំងអស់គ្នាបាទសម្រាប់អ្នកចង់ប្រឡងប្រជែងគ្រូប្រឡងប្រជែងត្រីជាឆ្ងាយអីឥឡូវយើងមើល quiz តូចៗសិនបាទតោះទី1តើចលនាអក្សរសិល្ប៍ខ្មែរចែកជាប៉ុន្មានបាទចឹងគ្នាយើងខ្លះដឹងហើយចំពោះអ្នកមិនដឹងក៏មានច្រើនដែរចឹងចម្លើយកគេដាក់3ប្រភេទចម្លើយខ4ប្រភេទចម្លើយគោ5ប្រភេទហើយចម្លើយខ6ប្រភេទចឹងចម្លើយដែលត្រឹមត្រូវនោះគឺចលនាអក្សរសិល្ប៍ខ្មែរមាន4ប្រភេទបាទអញ្ចឹង4ប្រភេទហ្នឹងមានន័យខ្លះបាទអញ្ចឹងមានដឹងហើយមានព្រាហ្មណ៍និយមបាទមានពុទ្ធនិយមហើយមានខេមរៈនិយមហើយមានបរទេសនិយមបាទបរទេសនិយមនេះតើឥឡូវយើងចូលទៅដល់សំណួរទី2របស់យើងតើអក្សរសិល្ប៍ប្រជាប្រិយចែកជាប៉ុន្មានបាទអញ្ចឹងអក្សរសិល្ប៍ប្រជាប្រិយយើងឃើញថាចម្លើយគេយើងឃើញថាគេមានក3ខ4គោ5ខ6បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវនោះគឺគេបាទអក្សរសិល្ប៍ប្រជាប្រិយចែកជា3បាទអញ្ចឹង3នេះគឺមានអីបាទអញ្ចឹង3នេះគឺមានដំណើរកថាប្រជាប្រិយបាទទី2គឺពាក្យជួនប្រជាប្រិយបាទហើយទី3គឺរបាំប្រជាប្រិយបាទរបាំប្រជាប្រិយអញ្ចឹងមានប៉ុណ្ណេះ3នេះបាទតោះឥឡូវយើងមើលសំណួរទី3រឿងទុំទាវឆ្លុះបញ្ចាំងពីតថភាពសង្គមសម័យណាអញ្ចឹងកសម័យលង្វែកខសម័យឧដុង្គគោសម័យបារាំងខសម័យសង្គមរាស្ត្រយមអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺសម័យបាទសម័យលង្វែកបាទតែនៅឆ្នាំ1915ដែលជាឆ្នាំស្ថិតនៅសម័យបារាំងប៉ុន្តែការឆ្លុះបញ្ចាំងគឺអ្នកនិពន្ធបានលាតត្រដាងឬក៏ឆ្លុះបញ្ចាំងពីតថភាពសង្គមសម័យលង្វែកបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយបើយល់ថាមានប្រយោជន៍សូមជួយ share ម្នាក់មួយផងបាទសូមអរគុណ